ជំរាបសួរលោកគ្រូខ្ញុំបាទមកពីក្រុមទី2នៅក្នុងវីដេអូនេះនឹងធ្វើការ demo អំពី website របស់ក្រុមខ្ញុំហៅថា Library Management System អញ្ចឹងwebsite របស់ក្រុមខ្ញុំគឺវា simple web application ដែលអាចអនុញ្ញាតឲ្យ user គាត់ browse borrow ហើយ manage book យ៉ាងងាយស្រួលក្នុង website នេះដែរគឺវាធ្វើការ offline ដោយសារតែ data ទាំងអស់ត្រូវបានរក្សាទុកនៅក្នុង browser របស់ user ដោយផ្ទាល់ដោយយើងប្រើ local storage អញ្ចឹងបន្ទាប់មកថាវានឹងដំណើរការដោយដូចម្ដេចខ្ញុំនឹងធ្វើការបញ្យល់ឲ្យលម្អិតចាប់ផ្ដើមដំបូងនៅពេលដែលយើងចូលមក website គឺវានាំយើងមកទំព័រ home page ដែលមាន title សរសេរថា Welcome to my library ជាមួយនឹង feature books មានចំនួន3ផ្ទាំងនៅចំកណ្ដាល screen អញ្ចឹងបន្ទាប់មកបើសិនជាយើងជា user ចង់ចូល browser នៅក្នុង website នេះយើងទីមួយយើងត្រូវ click open library នៅត្រង់នេះឬក៏នៅ menu ខាងលើនេះក៏បានអញ្ចឹងបន្ទាប់មកយើងត្រូវ register សិនបើសិនជាយើងអត់ទាន់មាន account អញ្ចឹងដើម្បី login បានទីមួយយើងត្រូវ register សិនអញ្ចឹងបន្ទាប់ពី register ហើយវានឹងនាំយើងមកដល់កន្លែង login ជំហានបន្ទាប់យើងត្រូវ select role ជា user ហើយយើងបំពេញឈ្មោះនិងលេខកូដដែលយើងបាន create មុនហ្នឹងបន្ទាប់មកយើងចុច login វានឹងនាំយើងមកដល់កន្លែងនេះអញ្ចឹងបើសិនជាយើងចង់ចូលមើលស្វែងរកសៀវភៅផ្សេងៗយើងចុច menu books នៅខាងលើនេះអញ្ចឹងនៅមកដល់កន្លែងនេះវាជាទំព័រ library ក្នុងនេះដែរយើងមានសៀវភៅចំនួន8ដែលសុទ្ធតែ available ទាំងអស់អញ្ចឹងបើសិនជាយើងចង់ borrow book ណាមួយយើងគ្រាន់តែ click លើសៀវភៅមួយហ្នឹងវានឹងចេញ detail ឲ្យយើងមើលដោយមានចំណងជើង title របស់ book មួយហ្នឹងហើយនឹងឈ្មោះអ្នកនិពន្ធ status available ដោយសារតែមិនទាន់មានអ្នក borrow ហើយនឹង description ក្នុងនេះដែរយើងអត់បានដាក់ description ទេអញ្ចឹងបន្ទាប់ពីយើងបាន click borrow ហើយវានឹង load អក្សរពណ៌ក្រហម not available ដោយសារយើងបាន borrow មុនហ្នឹងបើសិនជាយើងចង់ borrow បន្ថែមទៀតយើងគ្រាន់តែ click លើហ្នឹងហើយ click borrow ហើយត្រង់នេះដែរវាជាកន្លែងដែលយើងបាន borrow books ផ្សេងមុនហ្នឹងពេលយើងចុចចូលមកវានឹងបង្ហាញសៀវភៅអំបញ្ញដែលយើងបានខ្ចីចំណែកឯការ return វិញយើងគ្រាន់តែ click លើនេះហើយ return ក៏បានយើងអាចចូលមកមើលកន្លែង library នេះហើយយើងចុច return នៅកន្លែងនេះក៏បានដូចគ្នាអញ្ចឹងសៀវភៅដែលយើងបាន borrow អំបញ្ញមិញបន្ទាប់ពី return ហើយវានឹងចេញ available មកទាំងអស់អញ្ចឹងបន្ទាប់យើងមាន about មកដល់កន្លែង about នេះដែរយើងបានសរសេរថានេះគឺជា demo library management system ដែល website នេះដែរយើងបានបង្កើតឡើងជាមួយ HTML CSS និង JavaScript
ហើយយើងប្រើ local storage សម្រាប់ store data របស់យើងនៅក្នុង browser នេះចុងក្រោយគេគឺ contact សម្រាប់ feedback យើងអាចដាក់ឈ្មោះរបស់យើងជាមួយនឹង email ហើយយើងសរសេរ message អ្វីដែលយើងចង់សរសេរហើយគ្រាន់តែ click សារវានឹងបញ្ជូនទៅកាន់ admin ផ្ទាល់អញ្ចឹងសម្រាប់ role admin វិញដែរយើងគ្រាន់តែបដូរពី role user មកកាន់ role admin យើងគ្រាន់តែសរសេរ username admin ជាមួយ password ដែលយើងបាន display នៅខាងក្រោមយើង click login មកវានឹងចូលមកដូច user ដែរប៉ុន្តែសម្រាប់ role admin នេះដែរគឺគាត់អាច add book ឬក៏ new book បានដូច user ខុសតែត្រង់ក្នុង admin គាត់អាច add book តែ user គាត់មិនអាច add book បានទេអញ្ចឹងនៅខាងលើនេះដែរគឺយើងមាន input ផ្សេងចំនួន4ដែលសម្រាប់ add book អញ្ចឹងនៅពេលដែល admin គាត់ចង់បន្ថែម book ថ្មីគាត់គ្រាន់តែទៅស្រាវជ្រាវរកមើលឈ្មោះ title របស់សៀវភៅហ្នឹងយកមកដាក់នៅត្រង់ input នៅកន្លែងនេះជាមួយឈ្មោះអ្នកនិពន្ធនិងlink របស់ image មួយហ្នឹងហើយបើសិនជាគាត់ចង់ដាក់ description បន្ថែមក៏បានអត់ក៏បានអញ្ចឹងបន្ទាប់ពីគាត់បានបំពេញហើយគាត់គ្រាន់តែ add book មកគឺរួចជាការស្រេចអញ្ចឹងនេះជា book ដែល admin គាត់បានបន្ថែមថ្មីមុននេះប៉ុន្តែដោយសារតែខ្ញុំអត់បានដាក់ link URL អញ្ចឹងវាអត់មានរូបភាពដូច book ផ្សេងនៅខាងលើនេះទេចំណែកឯការ delete វិញយើងគ្រាន់តែចុច icon ខ្វែងនៅខាងនេះហើយ click OK វានឹងបាត់ជាការស្រេចចំណែកឯ input ត្រង់នេះវិញគឺការ search អញ្ចឹងបើសិនជាយើងនៅក្នុងនេះមាន book ច្រើនយើងពិបាករកយើងអាច search ដោយវាយឈ្មោះ title ហ្នឹងវានឹងបង្ហាញតែ book ណាដែលវាមានឈ្មោះតាក់ទងទៅនឹង input មួយហ្នឹងឬក៏យើងអាចវាយឈ្មោះអ្នកនិពន្ធហ្នឹងក៏វាបង្ហាញបានដូចគ្នាជាចុងក្រោយ demo របស់ខ្ញុំបានមកដល់ទីបញ្ចប់ខ្ញុំសូមអរគុណដល់លោកគ្រូដែលបានមើលវីដេអូ demo មួយនេះ